ក្នុងប្រទេសវ៉ាន់ណូមានសពបៃតងមុខជួតគួរស្រឡាញ់ក៏ប៉ុន្តែស្ដាយអីនាងមិនអាចតែអាភ្នែកមួយបាននោះទេ Yeah, boy. យើងអាចនិយាយបានថាហេរីគឺជា top 1 នារីដែលស្អាតជាងគេបំផុតនៅក្នុងប្រទេសវ៉ាន់ណូប៉ុន្តែសូរ៉ូក៏នៅតែមើលមិនឃើញយើងរួមតែនេះវង្វេងផ្លុសហើយវង្វេងស្នេហ៍ទៀតជាប់បដ ாய் សូរ៉ូនេះអាឆ្លាតក៏មិនសូវឆ្លាតអាសង្ហាហើយមិនចេះសាវ៉ាទៀតយើងរួមទៅជាប់បដ ாய் សូរ៉ូនេះហើយហេរីនេះគឺជាកូនរបស់អូដេនហើយអូដេននេះគឺជាកូនរបស់គាត់ខូសាគីអូដេនគឺជាអ្នកគ្រប់គ្រងប្រទេសវ៉ាន់ណូកាលពីមុនប៉ុន្តែឥឡូវនេះគឺត្រូវបានខៃដូខ្វាយបាត់ទៅហើយឥឡូវខៃដូគឺជាអ្នកគ្រប់គ្រងប្រទេសវ៉ាន់ណូបន្តិចទៀតយើងនឹងឃើញលូហ្វីខ្វាយខៃដូម្ដងហើយដើម្បីជួយសង្គ្រោះប្រទេសវ៉ាន់ណូនឹងឯងទោះបីលូហ្វីជាមួយនឹងសូរ៉ូសង្គ្រោះប្រទេសវ៉ាន់ណូដោយភាពលំបាកខ្លាំងប៉ុណ្ណាក៏ដោយក៏ប៉ុន្តែភាពលំបាកប៉ុណ្ណឹងវាមិនស្មើនឹងអ្នកស្រឡាញ់គេម្នាក់ឯងនោះទេទាំង3ដែលខ្ញុំគិតថាគឺល្បីខ្លាំងជាងក្នុងរឿង One Piece តួអង្គទី1នោះគឺជា Monkey D Luffy គឺជាតួឯកក្នុងរឿងនឹងឯងបើមិនឲ្យគាត់ល្បីណាគេល្បីជាងគេតួអង្គទី2នោះគឺជា Roronoa Zoro Yeah, boy. ទោះបីជាគាត់វែងផ្លូវហើយមុខស្ទះក៏ប៉ុន្តែគាត់គឺជាតួអង្គមួយដែលល្បីខ្លាំងមែនទែនចំណែកតួអង្គទី3គ្មានវិណាគេឆ្ងាយនោះទេក្រោមពីប្រុសព្រានសានជីនឹងឯងឥឡូវយើងដល់តួអង្គដែលល្បីខ្លាំងជាងគេបំផុតហើយនៅពិតនោះគឺជាអ្នកថ្លែងគេម្នាក់ឯងគឺទរតនាគឺមានកន្លែងហ្នឹងយើងទៅគឺល្បីទីកន្លែងហ្មងស្រួលអ្នកកំពុងតែមើលហ្នឹងគឺស្រឡាញ់គេម្នាក់ 50% បាត់ហើយមិនអត់អ្នកថ្លែងគេម្នាក់ឯង Monkey